បានយើងនឹងប្រញាប់ដឹកនាំបងប្អូនរបស់យើងទៅជួបស្ដេចចក្រវាឡភ្លាមមិនต้องឲ្យមកពីកន្លែងណាយើងជាក្មួយរបស់ព្រះអិនទេវរៈអើឡាងស្ដេចចៅហួយលីងជីតារបស់ឯងគឺយើងនេះហើយប៉ុន្តែចំបាំងត្រូវប្រើអាវុធមិនមែនតាមមាត់ទេបើឯងគ្រាន់តែចូលមកចុះយើងប្រយុទ្ធគ្នាឲ្យដឹងសក់ខ្មៅអូយចង់ប្រយុទ្ធគ្នាអញ្ចឹងលេងគួរសមហើយណាសុនអខុងមេធំដីធំឯងទៅណាស្រេចទៅចិត្តឯងប្រែតឡាអស់ចិត្តទៅយ៉ាងជាយើងនេះចង់ប្រកួតជាមួយឯងទៅស្មារតីមែនទេណាស់មកយើងយល់ថាឯងទៅប្រកួតចៅគឺហ្វាក់មុខតែមួយនោះទីមិនស្មានថាឯងសັບជាកូនប្រុសសោះហើយ